យើងមកសាច់រឿងយើងទាំងអស់គ្នាយើងឃើញថាសប្តាហ៍មុនបងប្រាក់ក្តីបាននាំយើងអំពីការបញ្ចប់កាន់កាពីហេព្រើរហើយគាត់បងប្អូនចាំទេតើអ្វីចំណុចសំខាន់មួយនៅសប្តាហ៍មុនដែលយើងរៀនបានបងប្អូនអាចនឹកចាំតិចបានទេអ្វីដែលយើងរៀនបានពីសប្តាហ៍មុនចំណុចមួយសំខាន់មែនតើការរត់ប្រណាំងហើយអ្វីខ្ញុំចាំបងប្រាក់ក្តីថារត់ប្រណាំងអ្នករត់ឆ្លាតគេជាការចាប់ផ្ដើមល្អប៉ុន្តែការបញ្ចប់គឺល្អប្រសើរទៀតព្រោះបើមិនចឹងទេយើងចាប់ផ្ដើមរត់លឿនរត់ពាក់កណ្ដាលទីហត់ដេកអត់ដល់ទីបញ្ចប់ទេអញ្ចឹងអ្វីយើងចាំគឺសេចក្តីជំនឿរបស់យើងដូចគ្នាជាការល្អដែលយើងចាប់ផ្ដើមប៉ុន្តែការប្រសើរជាងនឹងទៀតយើងអាចបញ្ចប់បានដោយលោកគ្រូពុកនិយាយពីសប្តាហ៍នេះទៅយើងនឹងមិនមានផ្ទៃរឿងរបស់យើងថ្មីនិយាយពីការផ្លាស់ប្រែជីវិតហើយខ្ញុំអរគុណព្រះអង្គដែលសប្តាហ៍នេះយើងនឹងបដោតទៅលើដួងចិត្តសូមបងប្អូនចង្អុលដួងចិត្តបងប្អូនដែលខ្ញុំគិតថាពាក្យដួងចិត្តឬក៏នឹងប្រហែលជាពាក្យហ្នឹងយើងដឹងថាដួងចិត្តវានៅណានៅនេះឬនៅនេះឬក៏នៅណាដួងចិត្តគឺនៅនេះឬក៏ភាសាអង់គ្លេសគេហៅ heart ឬក៏បេះដូងតាមពិតខ្មែរយើងក៏មានដែរពាក្យបេះដូងអញ្ចឹងដួងចិត្តយើងផ្ដោតទៅលើនេះអានេះគេហៅគំនិតអញ្ចឹងសូមបងប្អូនចង្អុលថាគំនិតដួងចិត្តបាទតើមានបញ្ហាអ្វីជាមួយដួងចិត្តរបស់យើងបងប្អូនមានតែឆ្ងល់ហេតុបីបានប្រធានបទយើងថ្ងៃនេះយើងលើកឡើងអំពីការផ្លែដួងចិត្តអញ្ចឹងថ្ងៃនេះយើងនឹងឃើញអំពីតើបញ្ហាអ្វីរបស់ដួងចិត្តហើយបើសិនជាឃើញមានបញ្ហាតើយើងនឹងទទួលការផ្លាស់ប្រែមិនហើយទីបញ្ចប់យើងនឹងមានការឆ្លើយតបរបស់គ្នាប៉ុន្តែសូមបងប្អូនសម្រួលចិត្តជាមួយខ្ញុំបន្តិចយើងអធិដ្ឋានមុននឹងបន្តផ្ទៃរឿងព្រះវិញ្ញាណបរិសុទ្ធគុណអរគុណព្រះអង្គដែលព្រះអង្គមានវត្តមានទីនេះហើយព្រះអង្គទេជាអ្នកដែលនឹងធ្វើការក្នុងដួងចិត្តរបស់ក្រុមជំនុំរបស់ព្រះអង្គទេដែលជាអ្នកឆែកដួងចិត្តហើយព្រះអង្គជ្រាបពីតម្រូវការក្នុងដួងចិត្តហើយព្រះអង្គទេដែលជាគ្រូពេទ្យដ៏ប្រសើរព្រះអង្គអាចព្យាបាលហើយព្រះអង្គអាចស្ដារឡើងវិញសូមប្រវត្តិមានព្រះអង្គគង់នៅជាមួយបងប្អូនកូននៅថ្ងៃនេះហើយសូមព្រះអង្គបានធ្វើការក្នុងដួងចិត្តរបស់ពួកគេគុណអរគុណព្រះអង្គក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបងប្អូននៅពេលដែលនិយាយពីដួងចិត្តយើងធ្លាប់ឮគេនិយាយពាក្យមួយថាអូបុគ្គលនឹងគាត់ល្អទេប៉ុន្តែធ្វើម៉េចដោយសារគាត់ធំធាត់ឡើងក្នុងគ្រួសារដែលចិញ្ចឹមបីបាច់គាត់មិនល្អបានគាត់ខ្លាចជាមនុស្សអាក្រក់ឬក៏មួយទៀតយើងថាបុគ្គលនឹងគាត់ឧទាហរណ៍ថាមានបុគ្គលមួយដែលគាត់ប្រព្រឹត្តអ្វីអាក្រក់យើងថាអូបុគ្គលនឹងតាមពិតគាត់ចិត្តល្អទេតែធ្វើម៉េចដោយសារសង្គមឬក៏បរិយាប្រទេសនឹងឬក៏វប្បធម៌នឹងធ្វើឲ្យគាត់ប្រព្រឹត្តអំពើអាក្រក់បងប្អូនតែធ្លាប់ឮគេនិយាយពាក្យហ្នឹងហ៎គេថាអូតាមពិតគាត់មិនមែនអាក្រក់ទេគាត់មនុស្សល្អទេប៉ុន្តែមកពីអ្នកនេះអ្នកនោះមកពីកតានេះកតានោះសង្គមឬអ្វីទាំងអស់បានធ្វើឲ្យគាត់អាក្រក់ប៉ុន្តែព្រះគម្ពីរព្រះបន្ទូលព្រះអង្គអត់ថាអញ្ចឹងទេព្រះអង្គមានព្រះបន្ទូលថាដួងចិត្តរបស់យើងសូមបងប្អូនមើលក្នុងគម្ពីរយេរេមៀ17ឯចិត្តជាគ្រឿងបញ្ឆោតលើសទាំងអស់ហើយក៏អាក្រក់ហួសល្បត់ផងតើអ្នកណាអាចស្គាល់បានខ្ញុំមិនដឹងថាបងប្អូនយល់ព្រមមិនយល់ព្រមក្នុងការថ្លែងនេះទេពីមុនខ្ញុំដូចគ្នាខ្ញុំអត់ជឿថាអូមនុស្សអាក្រក់ទេតាមពិតមនុស្សអាក្រក់គឺដោយសារកត្តាផ្សេងប៉ុន្តែក្រោយមកខ្ញុំយល់ស្របជាមួយព្រះបន្ទូលព្រះអង្គដែលព្រះបន្ទូលព្រះអង្គថាដួងចិត្តនោះវាអាក្រក់ខ្លាំងវាអាក្រក់ហួសល្បត់ផងហើយគ្មាននរណាយល់បានទេមានតែព្រះជាម្ចាស់ទេដែលអាចយល់សូម្បីព្រះយេស៊ូវផ្ទាល់ព្រះអង្គមានព្រះបន្ទូលអំពីដួងចិត្តនេះដែរសូមបងប្អូនមើលក្នុងកាពីម៉ាកុស7:20-20ថាម៉េចទ្រង់មានបន្ទូលថាគឺសេចក្តីដែលចេញពីមនុស្សមកទេគឺដួងចិត្តដែលធ្វើឲ្យស្មោកគ្រោកនោះត្បិតនៅខាងក្នុងពីក្នុងចិត្តរបស់មនុស្សមានចេញទាំងអស់គំនិតអាក្រក់យ៉ាងណាសេចក្តីកំផិតសាហាយស្មន់កាប់សម្លាប់លួចប្លន់លោភាខលខូចអបាយកលអាភិសភ្នែកអាក្រក់ជេរប្រមាថឆ្មើងឆ្មៃនឹងសេចក្តីចំគួតគឺសេចក្តីអាក្រក់ទាំងនោះហើយដែលចេញពីក្នុងមកធ្វើឲ្យមនុស្សស្មោកគ្រោកវិញនេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រះអង្គអត់ព្យាយាមបន្ទោសអ្នកណាទាំងអស់ប៉ុន្តែព្រះអង្គបានមើលដួងចិត្តដ៏ស៊ីជម្រៅរបស់មនុស្សម្នាក់ហើយព្រះអង្គថាដួងចិត្តរបស់យើងរាល់គ្នាគឺខូចសេចក្តីស្មោកគ្រោកការកាប់សម្លាប់សាហាយស្មន់លួចប្លន់សេចក្តីអាក្រក់ទាំងអស់គឺចេញពីក្នុងចិត្តមកមិនមែនឥទ្ធិពលខាងក្រៅមិនមែនសង្គមខាងក្រៅហើយនៅពេលដែលយើងយល់ឃើញបែបនេះវាងាយស្រួលក្នុងការដែលយើងជាជាងដែលយើងបន្ទោសនៅពេលធ្វើអ្វីខុសយើងបន្ទោសអ្នកនេះបន្ទោសអ្នកនោះវាអត់ជួយទេប៉ុន្តែនៅពេលយើងទទួលស្គាល់ថាដួងចិត្តរបស់យើងទេដែលខូចហើយយើងពិតជាត្រូវការព្យាបាលបានយើងអាចទទួលការព្យាបាល
nhưng nâng nuông riêng bong bóng từ mưa bọc vọt xa môi chấm nuôn là mấy cầm thà ôนี่ก่อนจะไปทำตู้บอกไงเมียบวชซะเมียนไว้ได้อ้างได้แท้โอ้ปัจเจียดวงจันทร์มนุษย์แมนเต้ได้เกาะได้โคได้กับสำลับเนาะยิ่งหนังลอมบองปองแต่เมื่อบวชซะปีบวชซะที่มวยคือสังคมโลกที่ปีให้บวชซะมวยเตี้ยได้ขมายยิ่งตัวจูบเตี้ยยิ่งหนังจับดามจะมวยบวชซะสังคมโลกที่ปีบองปองพายเคยเชียร์บุคคลมันเนี่ยบุคคลมันเนี่ยนี่กอดยังเมื่อตัวกอดเชียร์โดยจิตศาสตราจารย์กอดเมื่อตัวจิตเนี่ยมีจำแนกดังกอดเชียร์มนุษย์เมื่อตัวกูก็รู้ว่าแม่เนี่ยประเด็นบางปอนดังแต่กอดนี่มีจำนวนข้อเตอร์เอากระสังเกตสำหรับมนุษย์จนจิตจวิชหรือก็ภาษาขมายยังหาซาอยู่ด้าหรือก็ไซส์อะไรนึงดังกอดสำหรับจนจิตจวิชประมาณเนี่ยพรำเลียนเนี่ยบางคนไม่ได้เนี่ยได้ยังเมื่อตึกกอดกลัวสเพียบจีเนี่ยจะดังไปอันตาจีเนี่ยได้มีปัญญาพันท้ายกอดจีเนี่ยได้สำหรับมนุษย์พรำเลียนเนี่ยให้ยิ่งสมัยบางปอนมือข้างบางคนไม่ได้นี่เตียนบางคนไม่ได้กอดสลับให้เพ่งกอดสลับปฏิการการล้างเจบนตัวปีสกรีมโลกกี่ปีเป็นจอบตื้อเกี่ยจับบุคคลเป็นอันนี้บ้านกอดไอ้เป็ดอันตานี่ได้ซากอดเจียนเนี่ยได้สำหรับมนุษย์จุดพรำเลียนเนี่ยเกี่ยจับกอดเยอะเมากัดก็ได้ให้บุคคลไอ้ด้วนสลับนี่กอดจิตจนโรงครัวมันเนี่ยเป็นใจได้รุ่ยด้วยชีวิตปีการกัดสำหรับนู่นให้กอดกับตัวบ้านชาวกรอมมันเชิญเมาโครงการทั่วซาใส่ดำไปเก้าตัวบุคคลมันเนี่ยเป็นใจขนมกำเปกำปงซาวันนากากอดสลับเกี่ยดังน้ำมูลหายไว้มันกอดสลับบัดชึงสลับบัดหมดโฮโดเกดอเจนปีมันที่สาวกรอมหนึ่งคล้ายหมอกมีเนี่ยสัมเพียแต่สัมเพียกอดทางโลกมีปัญญาไว้ได้โลกสลับในเปได้โลกเคยบุคคลมันเนี่ยได้ซาโกได้ซาโลกไอ้คลายกอดหรือก็มีประวัติดัตการจูช็อตเอาไว้ได้ช่วยโลกต่อสดคลั่งบันจะโลกสลับบางคนนึงก็ฉลาดมาเยอะก็ถ้าขยันสลับมันแม่ได้ซาคลายบุคคลนี่เองให้ก็มันแม่ได้ซาประวัติชื่อจับได้ในเปขยมเคยกอดขยมต่อสลัดปูขยมก็ท่าอ้าวกอดคือจิตมนุษย์ได้สมัยมันเนี่ยกอดมันแม่จิตมนุษย์หาชาติยะกับปูมนุษย์มีนเบตมุนมีนเซลบิเชียดูกอมีนอำนาจเอาไว้คลั่งในไอ้สำหรับมนุษย์รอบเรียนเนี่ยมันที่กอดกวนแต่จิตมนุษย์สมัยมันเนี่ยโดยขยมได้ในเปขยมก็โดยนู่ขยมเพียบไพ่คลายปัญแต่ขยมมันแม่คลายกอดนี่ทีขยมคลายครูนไอปุ่นนึกไปยมเคยท่ากวนที่จะบุคคลมันเนี่ยได้เอาเมียนเอาไว้เอาชาเป็นแต่ไอ้สำหรับนุปรามลินเนี่ยขยมมือขยมดูจะบอกขยมเป็นนัวหายขยมไพ่คลายขยมคลายครูนไอพวกขยมดังท่าขยมก็มีสมรรถเพียบเฟื่อเรื่องดออักเกาะยุงโครงให้บ้านได้ให้ควดสลับบุกมาสมัยเมื่อบุคคลมันเนี่ยได้กวาดท่าชดจนโรงครูให้กวาดเต๋อโจขนมสลากได้ไปจอดประกันโอเคแต่จนมันนี่เป็นแต่กวาดสลับได้ซากวาดท่าดวงจันทร์บอมมนุษย์สมัยแต่กอดคลองคืออักเกาะน่ะมันแม่ได้ซาบุคคลลุงกอดมีอำนาจกอดมีบทไว้แต่มนหรือโยธสละไว้ได้ทั่วอักเกาะที่เป็นแต่ไปจริงปิดดวงจันทร์ให้นี่จะเป็นการลานสกรีมโลกตีปีวิจิประวัติศาสตร์วิจิเรื่องปิดวิมเมนจีเรื่องชนะปิดดัดหายมื่อเตียนยังจองบองปอนมือนี่จีเรื่องการลานในสกมายยังจีประวัติมื่อเดี๋ยวจูจัดยังจุดท่าบองปอนนึกที่นี่ชื่อเซ่จ่าหลกปูหลกอมเนี่ยมิงหลกเย่หลกตาเชื่องเมียนประวัติยังครอบชื่อจับเรื่องเลยที่นี่ขยมตั้งจำมาได้ขยมกอดปราบทายิมซุ่มประวัติมาได้ขยมกอดเมียนบองปอนดับใบเนี่ยโบกนึงกับพวกมาได้แต่บอกกอดคือดอกประดำเนี่ยชอบสมัยสิงครีมได้การล่างจากเปย์ไซส์กรัมชั่วโมงชนำหมุนบองปอนดังนำสอบประมาณเนี่ยไอ้ครูซามาได้ขยมคือสอบดอกประดำเนี่ยที่ใบท่าบองปอนบอกกอดผมใบเนี่ยจะสลับเอาพวกมาได้บอกกอดปีเนี่ยเตี้ยจังสลับเมาส์ดอกประดำเนี่ยจริงที่สมัยขมายกับหอมสอบดอกประดำเนี่ยที่ให้ใครมองยังเคยในสลาก็ได้ขมายกับหอมคือจะสลาก็ได้มวยได้เก็บผมไม้ผมโมลพวกเมย์บองทมแต่ถึงนู้ข้อทางการกัดสำหรับนั่งมากัดก็ได้จึงเคยรูปเพียบปีนี่รูปเพียบสมโตปีนี่กอดคือนวลเชียให้หนึ่งเคียวสมพรกอดคือจีปีเนี่ยน้องจำนำบุกนี่เตียนกอดขาดุดกอดสัตว์เจเมย์บองทมไหนไม่ถึงนู้ข้อทางการสำหรับประชาชนขมายคนนี้ไอ้ใบเรียนเนี่ยเนื้อเปกัดก็ได้บางปนหนึ่งปีเนี่ยกอดทำแบบนี้กอดทำกำห่อทองอ้อมันแม้แต่กอดได้กอดจีจนสโลทองได้กบโยกอดมากัดก็ได้กอดบางถ้วยข้อที่กอดกรอนแต่กอดกรอนแต่ตัวบัญชีปีเกปนอกอดตัวกอดกำห่อได้ตัวใบจีกรุ๊ปขณีดังถ้ากอด
ជាអ្នកទំនួលខុសត្រូវសម្រាប់ប្រជាជនខ្មែររាប់លានអ្នកប៉ុន្តែគាត់បដិសេធថាមិនមែនខ្ញុំទេដោយសារនេះដោយសារអ្នកនោះដោយសារប្រទេសនេះដោយសារប្រទេសនោះមានតែបុគ្គលម្នាក់ទេគាត់ឈ្មោះដូចដែលគាត់ទទួលស្គាល់ថាគឺជាអំពើបាបរបស់គាត់គឺជាកំហុសរបស់គាត់ហើយគាត់ទទួលស្គាល់គាត់ទទួលសងចិត្តទទួលទោសគ្រប់បែបយ៉ាងបងប្អូនហេតុអ្វីបានដូចគាត់អាចទទួលស្គាល់កំហុសបានហើយបុគ្គលពីរនាក់នេះគាត់អត់ព្រមទទួលស្គាល់កំហុសខ្ញុំនិយាយសំប្រវត្តិតិចដូចគឺជាមេគុកទួលស្លែងដែលសម្លាប់មនុស្សរាប់ម៉ឺននាក់ហើយប្រវត្តិឈឺចាប់ជាច្រើនក្រោយពីសម័យខ្មែរក្រហមចប់ទៅគាត់រត់ពីមួយកន្លែងទៅមួយកន្លែងគាត់ដូរឈ្មោះគាត់ដូរអត្តសញ្ញាណជាច្រើនដើម្បីកុំឲ្យគេចាប់គាត់ប៉ុន្តែពេលមួយមានបេសកជនម្នាក់បានជួបគាត់ហើយផ្សាយដំណឹងល្អហើយនាំឲ្យគាត់ទទួលជឿព្រះសូម្បីតែពេលនេះក៏គេអត់ដឹងថាគាត់គឺជាដូចជាមេគុកទួលស្លែងដែរប៉ុន្តែអ្វីដែលគេគាត់ដឹងគាត់ធ្លាប់ប្រាប់បេសកជននោះថាគាត់មានប្រវត្តិអាក្រក់គាត់ធ្លាប់ធ្វើអំពើបាបដ៏យង់ឃ្នងបំផុតដែលមនុស្សមិនអាចអត់ទោសគាត់បានឡើយហើយគាត់ទទួលស្គាល់ថាគាត់បានធ្វើអាក្រក់មែនប៉ុន្តែអ្វីដែលខុសប្លែកគាត់ឃើញមែនគាត់ទទួលស្គាល់មែននៅពេលគាត់ជួបព្រះយេស៊ូវគ្រីស្ទគាត់ទទួលស្គាល់ថាវាពិតមែនគឺជាដួងចិត្តរបស់គាត់គឺជាកំហុសរបស់គាត់អត់ព្យាយាមចោទប្រកាន់អ្នកណាដាក់ទោសអ្នកណាគាត់ទទួលស្គាល់ហ្មងថានេះគឺជាអំពើបាបរបស់គាត់នេះគឺជាកំហុសឆ្គងរបស់គាត់ហើយយើងឃើញថាមិនគាត់ទទួលការព្យាបាលទទួលស្គាល់ថាប្រជាជនខ្មែរយើងជាពិសេសអ្នកដែលមានបងប្អូនឬក៏អ្នកដែលមានសាច់ញាតិដែលរងគ្រោះដោយសារគាត់ពិបាកក្នុងអត់ទោសគាត់ហើយគាត់ក៏ប្រាប់ថាខ្ញុំជឿថាបងប្រជាជនខ្មែរពិបាកអត់ទោសគាត់ណាព្រោះអំពើបាបរបស់គាត់វាធ្ងន់ណាស់ប៉ុន្តែព្រះជាម្ចាស់បានអត់ទោសគាត់ហើយគាត់ទទួលការព្យាបាលហើយដោយសារគាត់ទទួលការព្យាបាលនេះហើយទើបគាត់អាចសារភាពកំហុសហើយគាត់ទទួលកំហុសគ្រប់បែបយ៉ាងគាត់អត់ព្យាយាមចោទប្រកាន់ហើយដាក់ទោសទៅអ្នកណាអ្នកនេះទាំងអស់បងប្អូនឃើញបុគ្គលពីរក្រុមនេះផ្សេងគ្នាមិនហ្នឹងមួយនៅតែបដិសេធថាមិនមែនខ្ញុំទេដួងចិត្តរបស់ខ្ញុំអត់កខ្វក់ទេគឺដោយសារអធិពលខាងក្រៅទេប៉ុន្តែម្នាក់ទៀតទទួលស្គាល់ថាវាជាដួងចិត្តរបស់ខ្ញុំវាជាដួងចិត្តរបស់យើងម្នាក់នៅទីនេះគ្រប់គ្នាមានសមត្ថភាពប្រព្រឹត្តអំពើអាក្រក់យំក្នុងសម្រាប់មនុស្សរាប់លានអ្នកបានមិនមែនចាំបាច់តើយើងមានអធិពលមានអំណាចមានអ្វីទេវាត្រូវការបុគ្គលដែលម្នាក់គាត់ដែលមានដួងចិត្តពុករលួយដើម្បីប្រព្រឹត្តការនេះកើតប៉ុន្តែយើងឃើញថាដូចគាត់ទទួលការព្យាបាលដូចគាត់ទទួលជឿព្រះចឹងបងប្អូនមកដល់កន្លែងនេះខ្ញុំនាំបងប្អូនឲ្យមកមើលឆែកមើលដួងចិត្តរបស់យើងឆែកមើលដួងចិត្តរបស់យើងហើយយើងឃើញអាក្រក់អត់មែនទេប៉ុន្តែឥឡូវឧទាហរណ៍ថាអ្នកជំងឺដឹងថាអូខ្ញុំជំងឺមានឈឺបេះដូងហើយខ្ញុំត្រូវការរកពេទ្យដំណឹងល្អគឺមានដំណោះស្រាយគឺពិតជាមានដំណោះស្រាយបើមិនចឹងមិនដូចគាត់អាចទទួលការព្យាបាលហើយគាត់អាចអត់ទោសឲ្យខ្លួនឯងហើយគាត់ទទួលការអត់ទោសពីព្រះជាម្ចាស់ទេដំណោះស្រាយនោះគឺនៅក្នុងគម្ពីរអេសេគៀលចំពុក36 26ព្រះអង្គមានព្រះបន្ទូលថ្មីអញនឹងឲ្យឯងមានចិត្តថ្មីហើយនឹងដាក់វិញ្ញាណថ្មីនៅក្នុងឯងអញនឹងដកចិត្តដែលរឹងដូចថ្មពីរូបសាច់ឯងចេញរួចនឹងឲ្យឯងមានសាច់ថ្មីមានចិត្តជាសាច់វិញនេះជាព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ព្រះអង្គជ្រាបព្រះអង្គជាពីសេចក្តីពុករលួយពីបេះដូងដែលយើងធ្វើពីថ្មពីបេះដូងដែលអាក្រក់ប៉ុន្តែព្រះអង្គថាពេលមួយដល់ពេលវេលាមកដល់ព្រះអង្គនឹងធ្វើការវះកាត់បេះដូងនោះចោលហើយព្រះអង្គនឹងដាក់បេះដូងថ្មីវិញតែជាបេះដូងសាច់ហើយលើពីនឹងទៀតព្រះអង្គនឹងបង្ហូរព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមកកាន់យើងដែលយើងហៅថាព្រះដែលគង់នៅជាមួយនេះជាដំណឹងល្អនេះជាដំណឹងល្អប៉ុន្តែដំណឹងល្អនេះសម្រាប់អ្នកទទួលស្គាល់ថាយើងពិតជាត្រូវការមែនដូចជាបងប្អូនសាមញ្ញបុគ្គលម្នាក់តើគាត់ដឹងថាគាត់មានជំងឺបានគាត់ទៅរកពេទ្យមែនទេបើមិនជាយើងអត់ព្រមទទួលស្គាល់ថាខ្លួនឯងមានជំងឺផងតើយើងរាល់គ្នាទៅការពេទ្យអត់ទេរឿងអីខ្ញុំសុខភាពល្អខ្ញុំទៅរកពេទ្យអត់ទេប៉ុន្តែនៅពេលដែលមនុស្សម្នាក់ទទួលស្គាល់ថាអូចិត្តខ្ញុំពិតជាមានជំងឺខ្ញុំត្រូវការពេទ្យនោះហើយជាដំណឹងល្អដំណឹងល្អសូម្បីតែព្រះយេស៊ូវព្រះអង្គផ្ទាល់ក៏មានព្រះបន្ទូលដែរព្រះយេស៊ូវមានបន្ទូលឆ្លើយប្រកាសមែនខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាបើមិនបើកកើតពីទឹកហើយព្រះវិញ្ញាណនោះទេគ្មានអ្នកណាអាចចូលនគរព្រះបានទេកន្លែងនេះមានពាក្យឃ្លា3ទឹកព្រះវិញ្ញាណនិងនគរព្រះបងប្អូនប្រហែលជាខ្ញុំវាមានតាក់ទងជាមួយនឹងការប៉ះពាល់ដួងចិត្តចំពោះនឹងការព្យាបាលខ្ញុំនឹងបកស្រាយប៉ុន្តែយើងឃើញកន្លែងនេះចាប់ផ្ដើមពីនគរព្រះ
អ្វីជានគរព្រះនគរព្រះគឺជានគរនៃពួកដែលមានជីវិតនគរនៃមនុស្សដែលបរិសុទ្ធមនុស្សដែលត្រូវបានសម្អាតមនុស្សដែលដើរដោយព្រះវិញ្ញាណបរិសុទ្ធហើយជាបុត្រធីតារបស់ព្រះជាម្ចាស់ហើយទឹកតើទឹកជាអ្វីខងពីកន្លែងនេះមានការបកស្រាយជាច្រើនប៉ុន្តែខ្ញុំសូមប្រាប់ថាទឹកកន្លែងនេះសំដៅលើការលាងសម្អាតព្រោះបើមិនជាបងប្អូនមើលក្នុងគម្ពីរសញ្ញាចាស់ក្នុងគម្ពីរលេវីពីនេះគឺនិយាយពីវិធីសាស្ត្រជាច្រើនដែលទាមទារទឹកក្នុងការលាងសម្អាតហើយកន្លែងនេះព្រះអង្គចាប់ដើមធ្វើការវះកាត់ដួងចិត្តរបស់យើងដោយព្រះអង្គសម្អាតវាសិនព្រះអង្គសម្អាតព្រះអង្គលុបព្រះអង្គលាងស្នាមកខ្វក់ប៉ុន្តែមិនមែនគ្រាន់តែទឹកឡើយដោយព្រះលិខិតរបស់ព្រះអង្គព្រះអង្គជាព្រះដ៏បរិសុទ្ធស្អាតគ្មានបាបសោះព្រះអង្គលះចោលឋានសួគ៌ហើយព្រះអង្គមកកម្ចាយព្រះលិខិតព្រះអង្គលើឈើឆ្កាងនៅពេលដែលឃើញឈើឆ្កាងគឺជាបណ្ដាសាពួកឈើឆ្កាងគឺជាកន្លែងពិធីបងប្អូនអាចមើលឈើឆ្កាងនេះប៉ុន្តែឈើឆ្កាងទូចប៉ុន្តែឈើឆ្កាងមែនទែនធំឈើឆ្កាងគឺពិធីក្នុងការដែលគេប្រហារជីវិតមនុស្សដ៏សាហាវព្រៃផ្សៃបំផុតនៅសម័យចក្រភពរ៉ូមរហូតដល់សូម្បីជនជាតិរ៉ូមគេមិនអនុញ្ញាតឲ្យយកឆ្កាងទេឈើឆ្កាងនេះគឺប្រើបានតែសម្រាប់ជនជាតិសាសន៍ដទៃដែលមិនមែនជាសាសន៍រ៉ូម៉ាំងទេប៉ុន្តែព្រះយេស៊ូវព្រះអង្គត្រូវគេឈើឆ្កាងហើយនៅពេលដែលបងប្អូនសម្លឹងមើលឈើឆ្កាងតើបងប្អូនឃើញអ្វីឃើញបុគ្គលម្នាក់ដែលត្រូវកក្រាតអណូកោហើយទៅគេសម្លាប់លើឈើឆ្កាងឬក៏បងប្អូនឃើញអ្វីសម្រាប់ខ្ញុំនៅពេលដែលបងប្អូនសម្លឹងមើលឈើឆ្កាងខ្ញុំឃើញកំហឹងរបស់ព្រះជាម្ចាស់ខ្ញុំគិតថាប្រហែលជាកាលនេះបងប្អូនប្រហែលមានអារម្មណ៍សក្គាចិត្តតិចពោះកំហឹងរបស់ព្រះជាម្ចាស់យើងចង់បានព្រះជាម្ចាស់ដែលស្រឡាញ់ប៉ុន្តែនៅពេលឃើញព្រះជាម្ចាស់ដែលពេញកំហឹងយើងមានអារម្មណ៍ថាខ្លាចវាគួរភ័យខ្លាចឈើឆ្កាងគឺកំហឹងរបស់ព្រះជាម្ចាស់ដែលព្រះអង្គខឹងនឹងអំពើបាបព្រះអង្គខឹងដែលប្រជាជនព្រះអង្គបានបះបោរប្រឆាំងនឹងព្រះអង្គខឹងដោយសារប្រជាជនព្រះអង្គកាប់សម្លាប់គ្នាព្រះអង្គខឹងដោយសារប្រជាជនព្រះអង្គពុករលួយដោយសារអំពើបាបព្រះអង្គខឹងនឹងអំពើបាបបងប្អូននិយាយពីកំហឹងខ្ញុំទទួលស្គាល់ថាភាគច្រើនយើងសំដៅលើអវិជ្ជមានបុគ្គលឬក៏មនុស្សនៅពេលដែលមានកំហឹងយើងឃើញថាភាគច្រើនដោយសារគាត់ទទួលការប៉ះពាល់ប្រយោជន៍របស់គាត់ឧទាហរណ៍ខ្ញុំខឹងដោយសារគេវាយខ្ញុំខឹងដោយសារគេយកផលប្រយោជន៍របស់ខ្ញុំមែនទេប៉ុន្តែព្រះជាម្ចាស់នៅពេលដែលព្រះអង្គខឹងគឺកំហឹងរបស់ព្រះអង្គគឺបរិសុទ្ធហេតុអ្វីខ្ញុំនិយាយថាបរិសុទ្ធព្រោះព្រះអង្គខឹងដោយសារព្រះអង្គស្រឡាញ់រាជរបស់ព្រះអង្គឃើញអំពើបាបដែលបានបំផ្លាញរាជព្រះអង្គហើយព្រះអង្គខឹងហើយព្រះអង្គនឹងទៅដាក់ទោសប៉ុន្តែព្រះអង្គមិនបានដាក់ទោសយើងរាល់គ្នាឡើយព្រះអង្គយាងមកហើយព្រះអង្គដាក់ទោសយកបណ្ដាសាយកអ្វីដែលអាក្រក់នោះដាក់លើព្រះអង្គហើយនៅលើឈើឆ្កាងក៏ជាក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែរវាងាយស្រួលសម្រាប់អ្នកដែលមិនទាន់ដែលមានបញ្ហាមិនដែលឈឺចាប់មិនដែលតែគេបោះបង់ប៉ុន្តែខ្ញុំជឿថាមនុស្សជាច្រើនធ្លាប់ឆ្លងកាត់ការលំបាកការឈឺចាប់ការក្បត់ការគេធ្វើបាបការគេមើលងាយយុត្តិធម៌គ្រប់បែបយ៉ាងប៉ុន្តែខ្ញុំសូមឲ្យបងប្អូនថ្ងៃនេះសូមសម្លឹងមើលឈើឆ្កាងព្រោះសូម្បីតែព្រះយេស៊ូវព្រះអង្គជាព្រះអង្គដ៏បរិសុទ្ធប៉ុន្តែព្រះអង្គមិនបានគាត់ថាអូខ្ញុំជាព្រះខ្ញុំនៅនគរឋានសួគ៌ខ្ញុំមិនចោះមកនៅរាល់គ្នាប៉ុន្តែព្រះអង្គលះចាកសេរីល្អព្រះអង្គលះចោលទីសុខស្រួលលះចោលទីបរិសុទ្ធព្រះអង្គមកយកកំណើតជាមនុស្សប៉ុន្តែមិនមែនមនុស្សដែលល្អអីទេនៅថ្ងៃដែលព្រះអង្គប្រសូតមកព្រះអង្គត្រូវបានគេហៅថាកូនអត់ខាន់ស្លាបាត់ទៅហើយពួកគ្មានអ្នកណាដែលជឿថារឿងអីស្ត្រីម្នាក់ដែលមិនដែលមានប្តីមិនទាន់រៀបការផងមានទម្ងន់កើតនាមគាត់ជាស្ត្រីផិតក្បត់ជាស្ត្រីដែលធ្វើខុសប្រពៃណីហើយព្រះយេស៊ូវគាត់ថាថ្ងៃដែលព្រះអង្គចាប់កំណើតមកព្រះអង្គត្រូវបានគេកោតទោសថាជាកូនអត់ខាន់ស្លាបាត់ទៅហើយព្រះអង្គធំធាត់ឡើងក្នុងគ្រួសារភាពក្រីក្រលំបាកតោកយ៉ាករស់នៅក្នុងជាកូនរបស់ស្ត្រីមេម៉ាយហើយព្រះអង្គធំឡើងព្រះអង្គត្រូវគេក្បត់មិនមែនអ្នកក្បត់ហ្នឹងគឺមិនមែនអ្នកថាទៀតគឺសំណប់ព្រះអង្គសិស្សព្រះអង្គទាំង12នាក់មានមួយលក់ព្រះអង្គបានប្រាក់40ដួងមានមួយទៀតបដិសេធព្រះអង្គទោះ3ដងហើយសពប្រមាណបាត់ជើងសព្រាតរត់ចោលព្រះអង្គទាំងអស់នៅពេលមានបញ្ហាគេរត់ចោលព្រះអង្គទាំងអស់ព្រះអង្គបបពិសោធន៍ពីការដែលមិត្តសម្លាញ់ពីការដែលមនុស្សសម្លាញ់របស់យើងដែលក្បត់យើងហើយបោះបង់ចោលយើងព្រះអង្គបបពិសោធន៍ត្រូវគេប្រមាថមើលងាយដែលព្រះអង្គមិនបានធ្វើអ្វីខុសសោះព្រះអង្គត្រូវគេទះកំភ្លៀងព្រះអង្គគេទៅសោះទុកមាត់ដាក់ហើយលើពីហ្នឹងទៀតព្រះអង្គត្រូវគេឆ្កាងហើយដែលជួយឆ្កាងនោះហើយដែលជាអំពើបាប
ជាបន្ទុកជាបណ្ដាសាជាភាពខូចខាតរបស់ដួងចិត្តមនុស្សមួយផែនដីតែព្រះអង្គយកមកដាក់ក្នុងចិត្តរបស់ក្នុងរាងកាយព្រះអង្គហើយព្រះអង្គបានប្រាប់ថាយើងបានបង់ថ្លៃហើយយើងបានបង់ថ្លៃដល់អ្នករាល់គ្នាហើយបងប្អូនការដែលព្រះអង្គសម្អាតយើងការព្រះអង្គវះកាត់យើងមិនមែនគ្រាន់តែព្រះអង្គមានយាងមកហើយប្រើសិលវេទមន្តអ្វីវះកាត់ដូចក្នុងរឿងចិនទេប៉ុន្តែព្រះអង្គប្រើលិខិតរបស់ព្រះអង្គផ្ទាល់ព្រះអង្គប្រើលិខិតរបស់ព្រះអង្គផ្ទាល់ក្នុងការដែលសម្អាតក្នុងការដែលផ្លាស់ប្រែដួងចិត្តរបស់យើងដែលខ្មៅកខ្វក់ដួងចិត្តរបស់យើងដែលមានសមត្ថភាពក្នុងការសម្លាប់រង្គាលនឹងព្រះអង្គសម្អាតវាចេញព្រោះព្រះអង្គដឹងថាបើសិនជាព្រះអង្គមិនបានសម្អាតទេគ្មាននរណាអាចចូលនគរព្រះបានឡើយសាសនាការប្រតិបត្តិសាសនាការគោរពធម៌វិន័យសិលអាវាល្អប៉ុន្តែมันអាចសម្អាតអ្វីពីខាងក្នុងឡើយបុគ្គលម្នាក់អាចលាក់បាំងកំហុសឆ្គងរបស់គាត់ជីវិតរបស់គាត់បានគ្រាន់តែខាងក្រៅធ្វើជាមនុស្សល្អខំប្រតិបត្តិសាសនាប៉ុន្តែអស់នោះវាគ្រាន់តែជាខាងក្រៅទេបងប្អូនប៉ុន្តែខាងក្នុងដែលព្រះអង្គមានព្រះបន្ទូលថាព្រះអង្គត្រូវការធ្វើការវះកាត់ដួងចិត្តដែលខាងក្នុងចេញសិនទើបទង្វើខាងក្រៅវាមានប្រសិទ្ធភាពបើមិនចេះទេវាគ្រាន់តែជាសាសនាហើយព្រះអង្គព្រះយេស៊ូវព្រះអង្គយាងមកដែលកំចាយព្រះលិទ្ធព្រះអង្គមិនមែនមកដើម្បីគាត់បង្កើតសាសនាគេហៅសាសនាយេស៊ូវឬក៏សាសនាគ្រីស្ទៀនឬក៏សាសនាអាមេរិកកាំងអត់ទេព្រះអង្គមកកំចាយព្រះលិទ្ធព្រះអង្គមិនមែនគ្រាន់តែបង្កើតសាសនាទេព្រះអង្គយាងមកព្រោះព្រះអង្គឃើញអ្វីដែលស៊ីជម្រៅខ្លាំងគឺដួងចិត្តរបស់យើងហើយព្រះអង្គថាព្រះអង្គចង់ធ្វើការវះកាត់ដួងចិត្តនឹងចេញដល់រាបណាយើងទទួលស្គាល់ថាចិត្តរបស់យើងពិតជាត្រូវការវះកាត់ចេញនោះយើងនឹងបន្តក្នុងជីវិតមួយដែលមានចិត្តពុករលួយហើយលើសពីនេះទេបងប្អូនមិនមែនគ្រាន់តែព្រះអង្គធ្វើការវះកាត់ចិត្តម្ដងហើយព្រះអង្គទុកយើងចោលទេខ្ញុំចង់ឲ្យសម័យបងប្អូនបុគ្គលម្នាក់ដែលគាត់ទទួលការវះកាត់ដូរបេះដូងសម័យឥឡូវបច្ចេកវិទ្យាចម្រើនហមายថាមានអ្នកមានពេទ្យដែលជំនាញក្នុងការដែលអាចបដូរកាត់បេះដូងដែលខូចដាក់បេះដូងថ្មីបានប៉ុន្តែសម័យមើលអមាទៀតខ្ញុំទទួលការវះកាត់ដូរបេះដូងមិនមែនមួយថ្ងៃខ្ញុំជាទេខ្ញុំត្រូវការធ្វើការតាមដានជាមួយវិជ្ជបណ្ឌិតជារយៈពេលយូរទ្រាំតែខ្ញុំគិតថាអូបេះដូងខ្ញុំរបស់ខ្ញុំដែលដូរថ្មីនឹងវាល្អប្រសើរវាអាចចាប់ផ្ដើមដំណើរការវិញហើយដូចគ្នាការវះកាត់បេះដូងព្រះអង្គវះកាត់ក្នុងពេលមួយប៉ុន្តែការដែលព្យាបាលពិតប្រាកដការដែលព្យាបាលការដែលធ្វើឲ្យសះឡើងវិញការដែលកែប្រែឡើងវិញវាចំណាយពេលយូរវាមិនមែនជាពេលមួយថ្ងៃឡើយហើយបងប្អូនកុំបារម្ភកុំខ្វល់ខ្វាយថាអូលោកគ្រូខ្ញុំជឿព្រះអង្គយូរហើយប៉ុន្តែខ្ញុំនៅមានអំពើបាបខ្ញុំនៅមានទម្លាប់អាក្រក់ខ្ញុំនៅមានភាពខ្សោយដែលខ្ញុំមិនអាចទម្លាក់ចោលបានដូចគ្នាបងប្អូនខ្ញុំដូចគ្នាដែរមិនមែនតែខ្ញុំជឿព្រះអង្គថ្ងៃនេះហើយខ្ញុំប្រកាសថាអូខ្ញុំល្អបរិសុទ្ធស្អាតបងប្អូនទាំងអស់គ្នាសិតតែមានបាបខ្ញុំជាមនុស្សដែលល្អអត់មានកំខុសអត់ទេគ្រប់គ្នាយើងនៅមានភាពកំសោយយើងនៅត្រូវការវិជ្ជចម្រើននេះហើយដែលព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធព្រះអង្គគម្ពីរកូរិនថូសខ្សែទី2 3:18ប្រាប់ថាម៉េចហើយយើងរាល់គ្នាទាំងអស់ដែលកំពុងតែរំពឹងមើលសេរីល្អរបស់ព្រះជាម្ចាស់ទាំងមុខទទេដូចជាឆ្លោះមើលទ្រង់ក្នុងកញ្ចក់យើងកំពុងតែផ្លាស់ប្រែទៅដូចជារូបឆ្លោះនោះឯងពីសេរីល្អទៅដល់សេរីល្អគឺដោយសារព្រះម្ចាស់ជាព្រះវិញ្ញាណនេះជាទូនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមិនមែនគ្រាន់តែធ្វើការម្ដងក្នុងជីវិតរបស់យើងហើយទុកយើងចោលឲ្យយើងដើរកណ្ដោចកណ្ដាយអត់ទេព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធព្រះអង្គហើយការដំណើរការក្នុងការដែលផ្លាស់ប្រែដួងចិត្តទទួលស្គាល់វាចាប់ផ្ដើមនៅពេលដែលយើងទទួលស្គាល់ដួងចិត្តយើងខូចហើយយើងត្រូវការដែលផ្លាស់ជាថ្មីប៉ុន្តែវាត្រូវការពេលវេលាវាត្រូវការយើងរីកចម្រើនបងប្អូនដែលមានសុទ្ធតែកលឹះអ្វីដែលយើងជាគ្រិស្តបរិស័ទយើងអាចរីកចម្រើនដើម្បីយើងបានសេរីនឹងដូចព្រះអង្គហើយបានមានលក្ខណៈដូចព្រះអង្គការចោះចូលបងប្អូនប្រហែលជាធ្លាប់ឮថាព្រះយេស៊ូវព្រះអង្គជាព្រះសង្គ្រោះរបស់ខ្ញុំប៉ុន្តែហេតុអ្វីបានយើងមានអារម្មណ៍បុគ្គលម្នាក់ហ្នឹងគាត់ថាគាត់ជាគ្រិស្តបរិស័ទដែរប៉ុន្តែយើងឃើញរបៀបគាត់ប្រព្រឹត្តដូចជាអត់សមនឹងព្រះបន្ទូលដូចសមក្នុងព្រះគម្ពីរសោះដោយសារបុគ្គលជាច្រើនគេចង់បានព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះប៉ុន្តែគេអត់ចង់បានព្រះយេស៊ូវគ្រីស្ទជាស្ដេចរបស់គេទេបងប្អូនយល់ពាក្យស្ដេចកន្លែងនេះហ៎ព្រះយេស៊ូវគ្រីស្ទព្រះអង្គមិនមែនគ្រាន់តែជាព្រះសង្គ្រោះទេប៉ុន្តែព្រះអង្គជាស្ដេចពាក្យស្ដេចបែរថាព្រះអង្គមានសិទ្ធិអំណាចហើយដរាបណាជីវិតគ្រិស្តបរិស័ទមិនបានផ្ដល់សិទ្ធិអំណាចដល់ព្រះយេស៊ូវយើងនៅរស់ក្នុងជីវិតមួយគ្រាន់ថាខ្ញុំជាគ្រិស្តបរិស័ទតែសៅរ៍អាទិត្យខ្ញុំមកវិហារមួយអាទិត្យម្ដង1 ម៉ោងប៉ុន្តែរយៈពេល6ថ្ងៃទៀតខ្ញុំធ្វើអីស្រេចតែខ្ញុំជាជីវិតរបស់ខ្ញុំ
នោះបងប្អូននឹងមិនរីកចម្រើនឡើយជីវិតជាគ្រូបរិស័ទ7ថ្ងៃ24ម៉ោងគ្រប់វិនាទីជីវិតរបស់យើងគឺត្រូវការយកព្រះយើងដាក់ព្រះអង្គជាព្រះជាម្ចាស់មិនមែនគ្រាន់តែជាព្រះដែលសង្គ្រោះយើងហើយទុកយើងចោលទេហើយនោះហើយជាទួនាទីព្រះវិញ្ញាណបរិសុទ្ធព្រះអង្គនឹងចាំជួយយើងប៉ុន្តែនៅពេលដែលយើងអនុញ្ញាតផងពាក្យអនុញ្ញាតបែបម៉េចយើងយល់ព្រមយើងទទួលស្គាល់ហើយយើងធ្វើតាមយើងមានកលឹះមួយចំនួនវាមានរឿងជាច្រើនទៀតក្នុងការដែលយើងរីកចម្រើនហើយយើងនឹងឃើញទួនាទីព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែនេះជាកលឹះជាការមួយចំនួនដែលយើងអាចជួយបានដើម្បីយើងចម្រើនឧទាហរណ៍គំនុំហេតុអ្វីបានយើងមិនអាចអត់ទោសឲ្យអ្នកដែលធ្វើខុសយើងបានសម្រាប់ខ្ញុំពីមុនខ្ញុំដូចគ្នាមានអ្នកធ្វើខុសជាមួយខ្ញុំពិបាកអត់ទោសគាត់ដែលខ្ញុំគិតថាខ្ញុំជាត្រូវមនុស្សអ្នកធ្វើត្រូវគាត់ជាអ្នកធ្វើខុសប៉ុន្តែនៅពេលនេះខ្ញុំសម្លឹងមើលជើងឆ្កាងខ្ញុំឃើញពីអំពើបាបរបស់ខ្ញុំឃើញពីដួងចិត្តរបស់ខ្ញុំពេលនោះខ្ញុំអាចអត់ទោសគាត់បានដោយខ្ញុំនឹងថាតាមពិតខ្ញុំក៏មិនខុសពីគាត់ដែរព្រះជាម្ចាស់ដែលអត់ទោសរាល់កំហុសឆ្គងរបស់ខ្ញុំជាច្រើនហើយបានលះជីវិតសម្រាប់ខ្ញុំរឿងអីដែលខ្ញុំមិនអាចអត់ទោសឲ្យមនុស្សមិត្តសម្លាញ់របស់ខ្ញុំឬក៏អ្នកដែលសត្រូវរបស់ខ្ញុំចោះដែលគេធ្វើបាបរបស់ខ្ញុំអាចអត់ទោសកើតនៅពេលសម្លឹងមើលជើងឆ្កាងសេចក្តីស្រើបស្រាលថាយើងធ្វើមិនដើម្បីយើងអាចដើរចេញពីសេចក្តីស្រើបស្រាលការមើលរឿងអាភិសការសម្លឹងមើលមនុស្សស្រីដោយភាពស្រើបស្រាលដែលចង់បានអ្វីដែលមិនល្អនោះខ្ញុំចង់ឲ្យបងប្អូនសម្លឹងមើលថាមនុស្សគឺជារូបអង្គទ្រង់បងប្អូនប្រហែលជាប្លែកមែនមនុស្សមិនថាប្រុសមិនថាស្ត្រីមិនថាសាសនាទាំងអស់ព្រះអង្គបង្កើតយើងមកឲ្យមានលក្ខណៈដូចព្រះអង្គបែររូបអង្គទ្រង់នៅក្នុងបុគ្គលម្នាក់ៗហើយសម័យមើលបើសិនជាខ្ញុំមើលបុគ្គលម្នាក់ដោយភាពស្រើបស្រាលតើបងប្អូនមានអារម្មណ៍ថាម៉េចយើងមើលព្រះជាម្ចាស់ដោយភាពស្រើបស្រាលដែរយើងប្រអាប់ព្រះនាមព្រះអង្គនៅពេលដែលយើងបណ្ដាលចិត្តរបស់យើងមានភាពស្រើបស្រាលទៅបុគ្គលណាម្នាក់ហើយមួយទៀតភាពលោភលន់ហេតុអ្វីបានយើងលោភលន់ព្រោះយើងនឹងថាលុយឬក៏អំណាចវាជាព្រះរបស់យើងប៉ុន្តែនៅពេលដែលយើងអនុញ្ញាតឲ្យព្រះអង្គវះកាត់ដួងចិត្តរបស់យើងហើយលើកព្រះអង្គជាព្រះជាស្ដេចពិតប្រាកដលុយវាត្រូវខ្លាចជាអ្នកបម្រើយើងវិញយើងអត់អាចរស់នៅសម្រាប់លុយបានទេប៉ុន្តែជីវិតរបស់យើងគឺយើងរស់នៅសម្រាប់ព្រះជាម្ចាស់ស្អីសពខ្ពើមខ្ញុំធ្វើក្នុងមហឹកនេះនៅពេលដែលប្រទេសកម្ពុជានិងថៃយើងមានសង្គ្រាមមួយគ្នាចង់មិនចង់ប្រជាជនយើងជាច្រើនរួមទាំងយើងដែរយើងភ្លេចខ្លួនយើងមានសេចក្តីស្អប់ខ្ពើមចំពោះជនជាតិថៃហើយអានេះដែរដូចគ្នាព្រះយេស៊ូវព្រះអង្គមិនមែនគ្រាន់តែជាព្រះរបស់ប្រទេសកម្ពុជាទេព្រះអង្គក៏ជាព្រះរបស់ប្រទេសថៃព្រះអង្គជាព្រះរបស់ប្រទេសវៀតណាមព្រះអង្គជាព្រះរបស់ប្រទេសផ្សេងទាំងអស់ហើយគ្រប់គ្នាជាកូនរបស់ព្រះអង្គនេះជាចំណុចមួយចំនួនដែលយើងត្រូវការព្រះវិញ្ញាណបរិសុទ្ធត្រូវការព្រះអង្គក្នុងការក្រើនរំលឹកក្នុងការដាស់តឿនក្នុងការកែតម្រង់ហើយអ្វីដែលយើងអាចធ្វើបានគឺយើងត្រូវទទួលស្គាល់ហើយថ្វាយទៅព្រះអង្គដំណើរទាំងអស់នេះវាស្រួលនិយាយប៉ុន្តែខ្ញុំទទួលស្គាល់វិបាកក្នុងការប្រព្រឹត្តសូម្បីតែខ្ញុំសពថ្ងៃនេះក៏ខ្ញុំនៅមានបញ្ហាមួយចំនួនដែរប៉ុន្តែអ្វីដែលដំណឹងល្អមិនយើងរីកចម្រើនទាំងអស់គ្នាអត់មានគ្រូបរិស័ទណាជឿព្រះអង្គមួយថ្ងៃហើយខ្លាយជាមនុស្សវិសុទ្ធស្អាតគ្មានកំហុសទេមូលហេតុហ្នឹងដែលយើងអាចអត់ទោសគ្នាវិញបានយើងអាចទទួលយកគ្នាបានដោយដឹងថាយើងទាំងអស់គ្នាត្រូវការពេលវេលាយើងត្រូវការពេលវេលាប៉ុន្តែបងប្អូនវាចាប់ផ្ដើមពីចំណុចទី1គឺចាប់ផ្ដើមឲ្យព្រះអង្គជាព្រះដែលវះកាត់ព្រះអង្គជាព្រះដែលស្ដារឡើងវិញបន្តិចទៀតយើងនឹងដល់ទីបញ្ចប់ប៉ុន្តែថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តបងប្អូនដែលនៅទីនេះដែលមិនទាន់បានថ្វាយជីវិតដល់ព្រះអង្គដែលមិនទាន់អនុញ្ញាតឲ្យព្រះយេស៊ូវគ្រីស្ទក្នុងការដែលវះកាត់ដូរដួងចិត្តនឹងចេញសូមបងប្អូនធ្វើការថ្ងៃនេះឬក៏ពេលខ្លះបងប្អូនថាទេលោកគ្រូអើយប្រវត្តិរបស់ខ្ញុំអាក្រក់ណាស់ខ្ញុំបានធ្វើរឿងប្រព្រឹត្តអំពើបាបច្រើនណាស់ហើយអំពើបាបនឹងពិបាកក្នុងការដែលព្រះអត់ទោសណាអត់ទេបងប្អូនព្រះលិខិតព្រះយេស៊ូវព្រះអង្គមានអំណាចសូម្បីតែដូចដែលគាត់សម្លាប់មនុស្សរាប់លាននាក់គាត់អាចទទួលការព្យាបាលបងប្អូននៅទីនេះបងប្អូនអាចទទួលការព្យាបាលដូចគ្នាបន្តិចទៀតនេះខ្ញុំនឹងហៅក្រុមថ្វាយអង្គមឡើងមកហើយយើងនឹងមានចាស់ទុំរបស់យើងដែលនឹងចូលទីនេះបើសិនជាបងប្អូនណាដែលចង់ទទួលការព្យាបាលចង់ទទួលការស្ដារឡើងវិញសូមបងប្អូនអាចមានសេចក្តីក្លាហានងើបឡើងមកក្នុងការទទួលការអធិដ្ឋានសម្រាប់បងប្អូនដែលមិនទាន់ជឿព្រះយេស៊ូវគ្រីស្ទសូមអាចងើបក្រោកឡើងមកនេះ
ដើម្បីឲ្យក្រុមចាស់ទុំរបស់យើងអធិដ្ឋានហើយសម្រាប់បងប្អូនដែលកំពុងតែជួបប្រទះក្នុងការដែលប្រឆាំងតយុទ្ធនៅសេចក្តីអាក្រក់ទាំងប្រមាណដែលត្រូវការរីចម្រើនសេចក្តីស្រើបសាលសេចក្តីមិនអាចអត់ទោសបានសេចក្តីគំនុំគុំគុនក្បែបយ៉ាងអាចលើកឡើងមកដើម្បីទទួលការអធិដ្ឋានទទួលការព្យាបាលទទួលការរីចម្រើនទាំងអស់គ្នាសូមកុំភ័យខ្លាចហើយសូមកុំខ្មាស់ឡើយព្រោះព្រះយេស៊ូវព្រះអង្គមិនបានភ័យខ្លាចហើយព្រះអង្គមិនបានខ្មាស់ដែលព្រះអង្គត្រូវបានគេស្រាតឲ្យនរោគោកហើយឆ្កាងលើឈើឆ្កាងដើម្បីយើងអញ្ចឹងយើងរាល់គ្នាក៏អត់ត្រូវខ្មាស់ដែរបងប្អូនវាអត់មានទៅខ្មាស់ទេប៉ុន្តែជាការដែលព្យាបាល